សត្វអាថ៌កំបាំងនេះបានបង្ហាញខ្លួនត្រឹមតែពី3ថ្ងៃក៏បាត់ទៅវិញដោយគ្មានសល់ដាននោះឡើយអ្នកនរគ្នាតែវាបានខ្លាចជារឿងដ៏ល្បីមួយនៅឯសហរដ្ឋអាមេរិកបន្ទាប់ពីមានការរាយការណ៍ថាបានឃើញវានៅក្នុងទីក្រុងតូចមួយឈ្មោះ Dover នៅក្នុងឆ្នាំ1977សត្វអាថ៌កំបាំងនេះត្រូវបានគេហៅថា Dover Demon រឿងរ៉ាវរបស់ Dover Demon ចាប់ផ្ដើមនៅយប់ថ្ងៃទី21ខែមេសាឆ្នាំ1977មានយុវជនម្នាក់ឈ្មោះ Bill Bartlett កំពុងតែបើករថយន្តតាមផ្លូវជាយទីក្រុង Dover ស្រាប់តែគាត់បានឃើញសត្វចម្លែកមួយឈរនៅលើជញ្ជាំងថ្មក្បែរផ្លូវគាត់បាននិយាយថាវាមានក្បាលធំមិនសមនឹងខ្លួននោះទេអ្នកនរគ្នាផ្នែកពណ៌ទឹកក្រូចភ្លឺរាងស្គមម្រាមដៃវែងៗដែលអាចចាប់ជញ្ជាំងបាន Bill បានគូររូបសត្វដែលគាត់បានឃើញភ្លាមៗបន្ទាប់ពីហេតុការណ៍នោះហើយរូបគំនូរនោះបានក្លាយជារូបភាពដ៏ល្បីបំផុតរបស់ Dover Demon នៅយប់ដដែលនឹងថ្ងៃបន្ទាប់មានមនុស្ស2នាក់បានរាយការណ៍ថាឃើញសត្វដែលមានលក្ខណៈស្រដៀងនឹងនេះដែរអ្នកទី2មានឈ្មោះថា John Baxter បានអះអាងថាគាត់បានជួបសត្វចម្លែកមួយនៅពេលដែលកំពុងដើរតាមផ្លូវនៅពេលយប់គាត់និយាយថាវាមានរាងស្គមក្បាលពោះធំនិងមានដៃជើងវែងៗអ្នកទី3ឈ្មោះ Abby Braham ក៏បានអះអាងថាបានឃើញសត្វដែលមានរូបរាងដូចគ្នានេះផងដែរនៅយប់ថ្ងៃទី22ខែមេសាការរាយការណ៍ទាំង3នេះបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ព្រោះពួកគេបានពិពណ៌នាសត្វដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាអ្វីដែលធ្វើឲ្យ Dover Demon កាន់តែអាថ៌កំបាំងនោះគឺការមើលឃើញទាំងអស់បានកើតឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះបន្ទាប់ពីថ្ងៃទី22ខែមេសាឆ្នាំ1977គ្មានការរាយការណ៍ដែលអាចទុកចិត្តបានអំពី Dover Demon ទៀតឡើយអ្នកស្រាវជ្រាវនិងអ្នកចូលចិត្តគ្រីបឆាយបានព្យាយាមស្វែងរកភស្តុតាងប៉ុន្តែมันមានរូបថតច្បាស់ៗសំណាកស្បែកឬ DNA ដែលបង្ហាញថាវាមានពិតនោះឡើយអ្នកវិទ្យាសាស្ត្រមួយចំនួនយល់ថា Dover Demon អាចជាការយល់ច្រឡំពួកគេសន្មតថាអ្នកឃើញដូចជាបានឃើញសត្វធម្មតាដូចជាកូនក្តាមឬសត្វតូចៗផ្សេងទៀតនៅក្នុងពេលយប់ដែលមានពន្លឺមិនច្បាស់ការភ័យខ្លាចនឹងការស្រមើស្រមៃក៏អាចធ្វើឲ្យសត្វធម្មតាមួយមើលទៅចម្លែកជាងការពិតប៉ុន្តែអ្នកដែលអះអាងថាបានឃើញវានៅតែជឿថាពួកគេមិនបានច្រឡំនោះឡើយរហូតមកដល់សប្តាហ៍ថ្ងៃមិនមានភស្តុតាងវិទ្យាសាស្ត្របានបញ្ជាក់ថា Dover Demon មានពិតនោះទេអ្នកនរគ្នាទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវនេះក៏នៅតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយព្រោះវាមានការរាយការណ៍ពីសាក្សីជាច្រើនក្នុងរយៈពេលដ៏ខ្លីនិងមានការពិពណ៌នាដូចគ្នាតើអ្នកនរគ្នាគិតថា Dover Demon ជាសត្វពិតឬគ្រាន់តែជាការយល់ច្រឡំសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក